បាទសមាគមអ្នកវិទ្យាល័យនិងភ្នាក់ងារចំណាប់ធុកម្ពុជាបានបង្កើតឡើងនៅថ្ងៃទី8ខែ8ឆ្នាំ2008កាលពីបង្កើតដំបូងនេះមានឈ្មោះថាជាសមាគមអ្នកវិទ្យាល័យជាតិកម្ពុជាដោយការប្រតិដើមនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួមទាំងសមាជិកស្ថាបនិកមួយចំនួនដែលជាក្រុមហ៊ុនអ្នកវិទ្យាល័យក៏ដូចជាភ្នាក់ងារអចលនវត្ថុកម្ពុជានៅក្នុងនោះខ្ញុំបាទក៏ជាសមាជិកស្ថាបនិកនៅពេលដែលបង្កើតដែរបាទសមាគមអ្នកវិទ្យាល័យនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបង្កើតឡើងក្នុងគោលបំណងលើកស្ទួយវិស័យអចលនទ្រព្យកម្ពុជាទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាសហការជាមួយនឹងដៃគូនៅខាងក្រៅប្រទេសបាទមកដល់ពេលនេះសមាគមអ្នកវិទ្យាល័យនិងភ្នាក់ងារអចលនវត្ថុកម្ពុជារបស់យើងបានសហការជាមួយនឹងសមាគមអ្នកវិទ្យាល័យអាស៊ានហើយសហការជាមួយនឹងបណ្ដាញសម្ព័ន្ធអ្នកងារអចលនវត្ថុអាស៊ានដែលហៅកាត់ថាអារណាអញ្ចឹងយើងមានទាំងពីរផ្នែកវិទ្យាល័យយើងមានសមាគមអ្នកវិទ្យាល័យចំណែកផ្នែកភ្នាក់ងារយើងមានសមាគមភ្នាក់ងារដើម្បីយើងរៀនសូត្រពីគេមកយកមកអភិវឌ្ឍវិស័យវិជ្ជាជីវៈអចលនវត្ថុនៅកម្ពុជារបស់យើង